ហើយការនិយាយរបស់ខ្ញុំដឹងថានិយាយទៅវាប៉ះពាល់ដល់ក្លឹបមួយចំនួនក៏ដូចជាកីឡាករមួយចំនួនដែរតែគាត់មិនពេញចិត្តនៅការលើកឡើងរបស់ខ្ញុំហើយបងប្អូនកីឡាករមួយចំនួនទៀតគាត់ក៏ពេញចិត្តខ្ញុំជឿជាក់ថាមានអ្នកមិនពេញចិត្តនិងមិនពេញចិត្តក្លឹបខ្លះក៏គាត់ពេញចិត្តក្លឹបខ្លះក៏មិនពេញចិត្តក៏ប៉ុន្តែគាត់ថាការពេលដែលខ្ញុំនិយាយទៅខ្ញុំជឿជាក់ថាពេញចិត្តហ្នឹងប្រហែលជាធ្វើមក 30% ទេតែចំណែកប៉ះពាល់ផលប្រយោជន៍គេប៉ះពាល់ឆ្នាំងបាយរបស់គេអញ្ចឹងអាចជាឡើងរហូតដល់ 70% បាទក្នុងការមិនពេញចិត្តសម្រាប់ព្រោះអីកំណត់ខ្ញុំគឺខ្ញុំគ្រប់គ្រងឲ្យបិទសង្វៀនសិនបាទដោយសារអីអានេះមិនមែនថាខ្ញុំបញ្ជាឬក៏អីទេក៏ប៉ុន្តែគ្រាន់ថាបើខ្ញុំតាមឃើញអេដមីនមួយចំនួនអេដមីនខ្លះមួយចំនួនតូចណាដែលគាត់ដែលគាត់ចង់ឲ្យបើកសង្វៀនវិញគាត់ស្នើទៅឯកឧត្តមសហព័ន្ធបដាល់គុណខ្មែរលោកពូខូឆាយហ្នឹងអានេះរឿងបើករឿងបិទក៏បើករឿងបិទក៏មិនមែនជាខ្ញុំគឺជាអ្នកកំណត់ឬក៏ខាងណាជាអ្នកកំណត់ដែរបាទអានេះអាស្រ័យនៅលើខាងសហព័ន្ធរួមគ្នាជាមួយនឹងម្ចាស់ sponsor បាទអញ្ចឹងខ្ញុំឃើញអេដមីនមួយចំនួនដែលគាត់លើកបញ្ហាគេថាប្រទេសសៀមអានេះខ្ញុំនិយាយតាមអេដមីនខ្លះណាប្រទេសសៀមហេតុអីបានគេមកធ្វើសង្គ្រាមគេមកឈ្លានពានយើងក៏ប៉ុន្តែតារាចម្រៀងគេនៅ concert គេនៅលេងធម្មតាហើយបដាល់គេនៅវ័យធម្មតាអត់មានប៉ះពាល់អីអញ្ចឹងបងប្អូនខ្ញុំគ្រាន់ថាមុននឹងប្រៀបធៀបប្រទេសគេយើងត្រូវមើលខ្លួនឯងយើងសិនតើប្រជាជនខ្មែរយើងមានចំនួនប្រមាណអ្នកហើយប្រជាជនគេមានចំនួនប្រមាណអ្នកហើយកងទ័ពរបស់គេមានប្រមាណហើយខ្មែរយើងមានចំនួនប្រមាណអានេះយើងត្រូវគិតពីយ៉ាងដូចគ្នាយើងប្រៀបធៀបហើយចិត្តរបស់គេជាអ្នកឆ្លៀនពៀនយើងអញ្ចឹងគេសប្បាយគេរំភើបគេរីករាយអត់មានអីខុសទាស់ទេបាទអត់មានអីខុសទាស់ទេចំណែកយើងជាខ្មែរដែលគេមកឆ្លៀនពៀនទេអញ្ចឹងបងប្អូនប្រជាជនមកប្រទេស17លានអ្នកសួរថាគាត់សប្បាយចិត្តទេគាត់សប្បាយចិត្តនឹងមើលបដាល់ទេបាទទោះបីជាម្ចាស់ sponsor គេបើកគេមានការរៀបចំក៏ដោយសួរថាបងប្អូនខ្មែរគាត់មានអារម្មណ៍ទៅមើលអត់បងប្អូនខ្ញុំគិតថាបាទរឿងបើករឿងបាត់នេះវាមិនមែនសំខាន់អីនេះខ្ញុំគិតថាឥឡូវនេះខ្ញុំសប្បាយចិត្តដែលឃើញម្ចាស់ sponsor ទាំងឡាយដែលគាត់សម្រុកចូលរួមជាថាវិការជួយដៃមមាញឹកចំពោះទៅដល់កងទ័ពក៏ដល់បងប្អូនភាគសឹកខ្ញុំសប្បាយចិត្តបាទហើយបើសិនជាគាត់ថាឥឡូវគាត់មានពេលបើកម្ចាស់ sponsor ទាំងឡាយឬក៏ស្ថានីយ៍អ្នកបើកបដាលវិញអាហ្នឹងក៏មិនមែនជារឿងអាក្រក់ដែរក៏ប៉ុន្តែសួរថាពួកគាត់មើលឬអត់ពួកគាត់មានអារម្មណ៍មើលឬអត់ទាំងរាល់ថ្ងៃនេះស្រុកទេកំពុងតែមិនទាន់មានបញ្ហាអីណាលំដាប់ A grade A កីឡាករខ្លះវៃសឹងតែគ្មានអ្នកមើលផងរាល់ថ្ងៃមើលតិចតួចមែនតើបាទវាធ្លាក់ធ្លាប់រាប់រយ K មកធ្លាក់នៅនេះហើយអ្នកដែលទៅចូលរួមក៏គាត់លើកឡើងដែរគូនេះមិនល្អមើលចេះចុះអញ្ចឹងទៅហើយចោះទម្រាំដែលគាត់មានបញ្ហាអាផ្លូវចិត្តវិបត្តិផ្លូវចិត្តហើយកីឡាកររាល់ថ្ងៃនេះសួរថាពួកគាត់មានកម្លាំងវៃអត់បើសិនតែឡើងទៅវៃគ្រាន់តែកំដរសង្វៀនឡើងទៅវៃយកទៅលុយខ្ញុំជឿតែបើនិយាយពីទឹកចិត្តរបស់គាត់ប្រកួតនៅលើសង្វៀនមកតើអារម្មណ៍របស់គាត់មានបើគាត់ជាដូចជាចិត្តយើងជាខ្មែរថងអស់គ្នាវិញតើគាត់មានអារម្មណ៍ប្រកួតអត់តើគាត់សប្បាយចិត្តនឹងប្រកួតអត់អានេះចំពោះកីឡាករមួយចំនួនអានេះខ្ញុំនិយាយពីរឿងចិត្តជាខ្មែរដែលត្រូវគេមកឆ្លៀនពៀនសូម្បីរាល់ថ្ងៃបងប្អូនខ្លះមានកន្លែងស្នាក់នៅស្រួលមានកន្លែងហូបចុកឆ្ងាញ់បងប្អូននៅប្រកបជីវកម្មអីបានសួរថាបងប្អូនសប្បាយចិត្តអត់សប្បាយចិត្តទេ